បាទថ្ងៃនេះចង់បញ្ជាក់ទៅបងប្អូនដែលតែងតែស្គាល់ក្រុមហ៊ុន Chipmunk ហេតុអីខ្ញុំនិយាយប្រើឈ្មោះ Chipmunk ក៏ពិត Chipmunk វាមានអាយុកាលជាង40ឆ្នាំមកហើយអ្វីដែលសំខាន់ថ្ងៃនេះចង់ផ្ញើសារមួយទៅបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ថាអ្វីដែល Chipmunk មានមកបច្ចុប្បន្ននេះគឺជាការមានមួយដែលមានភាពច្បាស់លាស់ហើយធន់ហើយយូរអង្វែងភាពធន់យូរអង្វែងមានន័យថាម៉េចអញ្ចឹងអ្វីដូចយើងមើលកលៈទេសៈមួយដែលយើងមើលឃើញថាពិបាកបើជីបម៉ុងនៅតែអត់បោះបង់ពីការវិនិយោគខ្លួនជានិច្ចតែងតែព្យាយាមទៅមុខរហូតទោះបីជាឧបសគ្គដ៏ធំកលៈទេសៈដ៏ពិបាកជួបព្យុះជួបភ្លៀងក៏នៅតែជីបម៉ុងខិតខំពុះពៀធ្វើដំណើរជាមួយបងប្អូនយើងទៅអញ្ចឹងដូចថ្ងៃហ្នឹងបានយើងបានសម្ពោធផ្សារ supermarket អញ្ចឹងបើយើងមើលជាយុទ្ធសាស្ត្រទៅបានតែពេលដែលយើងកំពុងពិបាកជួបឧបសគ្គហ្នឹងបងប្អូនប្រជាពលរដ្ឋយើងគាត់ត្រូវមានការងារធ្វើប៉ុន្តែជីបម៉ុងអត់ថយដៃគឺនៅតែវិនិយោគរហូតអញ្ចឹងបានយើងមកបង្កើតនៅតាម supermarket នេះយើងនៅទី16ដែលនៅឈូកមាសនេះហើយកន្លែងនេះគឺខ្ញុំគិតថាវាអាចផ្ដល់ផលប្រយោជន៍ដល់សហគមន៍កន្លែងហ្នឹងដោយសារគាត់ធ្វើឲ្យគាត់មិនបាច់ខាតពេលវេលាទៅឆ្ងាយដល់ពេលអាហ្នឹងវានៅចិត្តហ្នឹងគាត់ចំណេញពេលវេលាមិនបាច់ខាតពេលធ្វើដំណើរទៅនេះហើយក៏ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋយើងពុកម៉ែយើងទាំងអស់តែងតែជឿជាក់ទុកចិត្តតែងតែប្រាប់ថាគួរទៅបើកនៅសៀមរាបបើកនៅបាត់ដំបងបើកនៅកំពតបើកនៅព្រះសីហនុក៏ពិតយើងគង់ទៅដល់ដែរបើរបៀបដោយសារយើងមានផែនការមួយគេហៅ master plan មេមួយច្បាស់លាស់អញ្ចឹងយើងត្រូវធ្វើអាហ្នឹងឲ្យចប់ផែនការ master plan ហ្នឹងឲ្យច្បាស់លាស់អញ្ចឹងបង្ហាញពីភាពធន់ភាពរឹងមាំរបស់ក្រុមហ៊ុន Chipmunk ហ្នឹងវាជាសហគមន៍មួយរបស់មុខមាត់គេឈ្មោះរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាណាអញ្ចឹងបង្ហាញពីភាពមួយគឺថាយើងតែងតែចូលរួមគ្រប់សកម្មភាពទាំងអស់បានតែ Chipmunk មួយចូលរួមទាំងអស់ចូលរួមតាំងពីផុសផលពីផលិតផល Make in Cambodia យើងអានឹងឈ្មោះតុងជ័យខ្មែរយើងគឺយើងចង់តែងតែគិតថាយើងត្រូវទាំងអស់គ្នាត្រូវតែចង់ឲ្យផលិតផលយើងខ្លាំងម៉ាកយីហោយើងខ្លាំងតើយើងជាម្ចាស់ជាប្រជាជនហ្នឹងគឺត្រូវតែខិតខំជើងជន់ដីដើម្បីលើកស្ទួយអាម៉ាកយីហោយើងហ្នឹងឲ្យគេកាន់តែស្គាល់កាន់តែជឿជាក់ថែមទៀតបើយើងទាំងអស់គ្នាអត់នាំគ្នាទៅផឹងប្រែងឈ្មោះឈ្មុលខំប្រឹងឲ្យអានឹងលើកដំកើងអានឹងទេវាអាចទេតើយើងទាំងអស់គ្នាអ្នកជួយលើកអញ្ចឹងចង់ឲ្យពុកម៉ែបងប្អូនយើងទាំងអស់ដែលជាកសិករជាកសិកម្មឬមួយជាទាំងអគឺថាយើងត្រូវតែព្យាយាមធ្វើម៉េចដើម្បីលើកស្ទួយអាភាពកែច្នៃយើងអាកសិកម្មកែច្នៃយើងឲ្យវាកាន់តែរឹងមាំដើម្បីយើងអាចធ្វើឲ្យប្រជាពលរដ្ឋយើងកាន់តែទុកចិត្តហើយគ្រប់គ្រងផលិតផលហ្នឹងជួយដូច Chipmunk ដែលកំពុងមានបច្ចុប្បន្នហ្នឹងបើ Chipmunk និយាយថាចង់ឲ្យខ្លាំងប៉ុន្តែបើ Chipmunk អត់អាចមកបម្រើសេវាឬមួយផ្ដល់អ្វីដែលប្រជាជនកាន់តែទុកចិត្តទេខ្ញុំជឿថាប្រជាជនក៏គាត់មិនអាចគ្រប់គ្រងបានដែរអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវការគុំគ្នាដើម្បីធ្វើម៉េចឲ្យយើងសាមគ្គីដើម្បីយើងខ្លាំងដើម្បីយើងអាចធ្វើឲ្យម៉ាកយីហោមួយដែលគេកាន់តែទុកចិត្តដូចគ្នាហើយជាម៉ាកយីហោខ្មែរហ្មងការពង្រីកសាខារបស់សាធារណជនមកជាអ្នកប្រើប្រាស់ពួកគាត់បានអត្ថប្រយោជន៍តែគេខ្លះតែទៅយកផលខ្មែរមួយទៀតគឺដល់កសិកររបស់យើងគាត់នឹងរួមផលប្រយោជន៍អីខ្លះពីសាធារណជនរបស់យើងបាទអពិតអត្ថប្រយោជន៍ដល់បងប្អូនជាកសិករយើងខ្ញុំបានខ្ញុំដើរទៅដល់កន្លែងជនភៀសសឹកខ្ញុំថាឥឡូវបងប្អូនជនភៀសសឹកដែលគាត់នៅកន្លែងហ្នឹងបើសិនជាពេលរដូវមានដូចថាស្វាយអញ្ចឹងជនភៀសសឹកអាចចូលរួមទៅដើរប្រមូលស្វាយហ្នឹងដើម្បីយកអាហ្នឹងប្រមូលមកលក់មកផ្សារ Chipmunk យើងឥឡូវដោយសារយើងទាំងអស់គ្នាបើសិនជាយើងទាំងអស់គ្នាមានរបស់ហ្នឹងអត់ដឹងយកទៅផ្សព្វផ្សាយណាមិនដឹងធ្វើម៉េចអញ្ចឹងកន្លែងផ្សារ Chipmunk ជាប្រភពមួយគឺគ្រប់គ្រងខ្លាំងណាស់គឺលើកស្ទួយវិស័យកសិកម្មយើងឲ្យតែមានអញ្ចឹងបានយើងទៅទិញអង្គពីគ្រួសារវិរៈកងទ័ពឬមួយបងប្អូនកសិករយើងដែលធ្វើហ្នឹងគឺដើម្បីយកមកលក់ផ្សារ Chipmunk ក៏ពិតចំណេញវាអត់ចំណេញប៉ុន្តែ
ជាការឃើញភាពដូចថាយើងកំពុងតែចូលរួមដើម្បីជួយផ្សព្វផ្សាយពីរបស់ហ្នឹងអញ្ចឹងកន្លែងហ្នឹងដែលចង់ឲ្យបងប្អូនកសិករយើងទាំងអស់ដែលនៅតាមខេត្តហ្នឹងបើឃើញថារបស់ដែលយើងកំពុងធ្វើហ្នឹងយើងរកពិបាករកទីផ្សារយើងអាចតាក់ទងប៉ុន្តែរបស់ដែលអាចញ៉ាំបានរបស់ដែលអាចយកមកញ៉ាំបានដូចស្វាយដូចស្ពៃដូចល្ពៅដូចស្អីដែលយើងអាចញ៉ាំបានគឺយើងអាចកន្លែងនេះមួយជាគេហៅដូចជា gateway ជាផ្លូវមួយដែលជួយសម្រួលចឹងអាណាបាទខ្ញុំបានដឹងជាយុទ្ធសាស្ត្រខ្លះពីគោលការណ៍រដ្ឋាភិបាលខ្លះថាប្រហែលជាជនភៀសសឹកតិចទៀតប្រហែលក្រសួងកសិកម្មហ្នឹងលោកនឹងផ្ដល់ជាគេហៅថាជាយុទ្ធសាស្ត្រមួយថាគាត់ដាំហ្នឹងហើយគាត់ធ្វើជាលទ្ធធ្វើជាទិន្នផលហ្នឹងមកគឺយកមកលក់អញ្ចឹងកន្លែងហ្នឹងអាចថាក្រុមតាជីបម៉ុងនឹងអ្នកជួយជាចំណែកមួយក្នុងហ្នឹងដែរអាចថាយើងធ្វើហើយបានទិន្នផលបានផលហ្នឹងមកគឺយើងអ្នកប្រមូលយកមកលក់នៅផ្សារជីបម៉ុងហើយមិនបាច់ឲ្យគាត់ដើរអ្នកទិញទេគឺខាងផ្សារអ្នកទៅតាក់ទងគាត់ដល់តែម្ដងអញ្ចឹងចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែគិតគូរធ្វើម៉េចដើម្បីព្យាយាមដើម្បីធ្វើម៉េចដើម្បីខិតខំបង្កបង្កើនផលហើយបង្កបង្កើនផលហើយយើងធ្វើឲ្យដូចគ្នាដើម្បីវាមានចំនួនមួយដែលអាចគេស្រួលដឹកចូលមកលក់នៅផ្សារបាទក៏ពិតរបស់ដែលយើងជួយគ្រប់គ្រងនោះវាមាន4អាគ្រប់គ្រងមួយតាមដោះហើយគាត់មានផលគាត់រកទីផ្សារអានឹងទី1គឺយើងយកមកជីបម៉ុងយើងអាមួយទៀតបានន័យថាគាត់ខ្វះហិរញ្ញវត្ថុគាត់ខ្វះលុយគឺយើងនឹងផ្ដល់ហិរញ្ញវត្ថុឲ្យគាត់បានឥឡូវដូចចាក់ស្ដែងនេះយើងបានឃើញហើយក៏ពិតកន្លែងរោងម៉ាស៊ីនគាត់មិនមែនមានន័យថាគាត់មានគ្រឿងចាក់ដែលគាត់ធ្លាប់ធ្វើប៉ុន្តែកន្លងមកដោយសារវិស័យមួយចំនួនគាត់ឃើញចំណេញច្រើនគាត់ភ្លេចអាវិស័យហ្នឹងទៅអញ្ចឹងគាត់បានយកលុយហ្នឹងមកវិនិយោគអាវិស័យផ្សេងអស់អញ្ចឹងគាត់ខ្វះសាច់ប្រាក់អញ្ចឹងជីបម៉ុងមានធនាគារគឺក៏រុញធនាគារគឺជួយ support សាច់ប្រាក់គាត់ដែរទី3គឺយើងបានជួយជាផ្នែកបច្ចេកទេសខ្លះដូចថាបើសិនជាគាត់ខ្វះលើការវិធីការគ្រប់គ្រងគឺយើងបានយកមនុស្សយើងទៅដល់ជួយជាធាតុចូលដើម្បីប្រាប់ថាវិធីគ្រប់គ្រងទិញអាហ្នឹងត្រូវមានប្រសេសរបៀបម៉េចគ្រប់គ្រងរបៀបម៉េចដើម្បីកុំឲ្យវាលេចធ្លាយដើម្បីឲ្យអាពួកអាការដែលចំណេញហ្នឹងវាមិនច្រើនម៉ែវាតិចតួចអញ្ចឹងជីបម៉ុងក៏ចូលរួមខាងហ្នឹងដែរគេហៅ management ទី4គឺ technical គឺបច្ចេកទេសយើងក៏បានយកជាកម្ពីផុសជីបម៉ុងមានហ្នឹងទៅចូលរួមជាមួយគាត់អញ្ចឹងមកដល់ថ្ងៃនេះចាំមើលប្រហែលជាតិចទៀតប្រហែលជាឃើញក្រុមការងារជាពិសេសរូបខ្ញុំហ្នឹងប្រហែលជាទៅចុះជាប់ជាមួយកសិករដែលទិញស្វាយប្រមូលស្វាយចន្ទីព្រោះរដូវនេះរដូវទិញប្រមូលស្រូវផងរដូវប្រមូលស្វាយចន្ទីអញ្ចឹងជីបម៉ុងគឺគិតថាអានេះជាការចូលរួមសង្គមមួយធំមានតែយើងដែលជាអ្នកខ្មែរយើងទេដែលយើងយល់ចិត្តថាខ្មែរយើងត្រូវការអីគេដូចយើងអ្នកធ្លាប់លក់រស់មានជាតិម្ហូបយើងដឹងថាម្ហូបអីគេដែលត្រូវណាអញ្ចឹងជាមួយខ្ញុំគិតថាអ្វីដែលយើងកំពុងតែគិតគឺយើងចង់ធ្វើម៉េចដើម្បីជួយជារួមគ្នាដើម្បីឲ្យវិស័យហ្នឹងកាន់តែងើបហើយខ្ញុំក៏នៅតែសំណូមពរដល់បងប្អូនយើងទាំងអស់ដែលកំពុងទទួលទានក្នុងរស់ស៊ីក្នុងវិស័យហ្នឹងត្រូវតែដាក់ទឹកមិនមែនមានជួយមិនអាចជួយបានទេតើខ្លួនយើងហ្នឹងត្រូវការជួយខ្លួនយើងខ្លាំងដែរជួយខ្លួនយើងតើយើងនឹងចំណាយពេលមើលវាថែវាគិតគូរវាដឹងថាពីបញ្ហាអីដែរដែលយើង improve បានយើងធ្វើឲ្យកន្លែងហ្នឹងអាចរឹងមាំបានដែរអរគុណច្រើន